ក្លាប់ទៅវិញហើយប្រចាំប្រចាំផងណាកូនក៏ដូចគ្នាដែរនៅទីនេះប្រយ័ត្នប្រយែងផងណាកូនបើនៅមិនសុខកូនប្រាប់ពុកណាពុកនឹងមកទទួលកូនត្រឡប់ទៅនៅផ្ទះយើងវិញមើលទៅលោកដូចជាបារម្ភពីកូនស្រីដល់ហើយអ្នកម៉ែអូត្រូវហើយព្រោះខ្ញុំជាឪពុកដែលស្រឡាញ់កូនស្រីរបស់ខ្ញុំចេញពីចិត្តអញ្ចឹងហើយខ្ញុំមិនជាប្រភេទមនុស្សគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនខ្វល់ពីក្តីសុខកូននោះទេប្រហែលជាលោកស្រីមិនយល់ពីជំរឿចិត្តខ្ញុំដែលជាឪពុកទេមើលទៅព្រោះលោកស្រីមិនមែនជាប្រភេទមនុស្សដូចខ្ញុំក្តីស្រឡាញ់ចំពោះកូនរវាងលោកនិងខ្ញុំគឺវាខុសគ្នាគ្មានឪពុកម្ដាយណាមិនស្រឡាញ់កូននោះទេដូចជាខ្ញុំអញ្ចឹងខ្ញុំស្រឡាញ់កូនចង់ឲ្យកូនមានមុខមានមាត់ខ្ពង់ខ្ពស់ចំណែកលោកវិញស្រឡាញ់កូនបែបបង្រៀនឲ្យកូនដើរចាប់ប្រុសអ្នកមានដើម្បីបានជីវិតសុខស្រួលនឹងមែនទេអញ្ចឹងលោកកុំប្រៀបធៀបខ្ញុំជាមួយលោកអីគឺវាខុសគ្នាឆ្ងាយដូចមេឃហើយនឹងដីពុកខ្ញុំថាពុកប្រញាប់ទៅកុំឲ្យមេឃយប់តន់ណាពុកណាក៏បានអញ្ចឹងពុកទៅហើយនៅទីនេះយូរខ្លាចថាពុកនេះទ្រាំមិនបានចាស់ពុកចរិតពៀលទាំងឪទាំងកូននិយាយមកបង្ហាញពីសន្តានតែម្ដងចាប់ណាស់ពួកសន្តានថោកទាបព្រះច័ន្ទជប់នេះរះពេញពងស្អាតណាស់បងសាក់និយាយថាបើសិនជាខ្ញុំនឹកគាត់ឲ្យខ្ញុំទៅមើលព្រះច័ន្ទទៅនោះខ្ញុំនឹងបាត់នឹកគាត់ហើយអញ្ចឹងពេលបងមិននៅអូនត្រូវចេះមើលថែខ្លួនឯងនិងហូបបាយឲ្យបានទៀងទាត់ណាកុំនឹកបងពេកអីបើពេលណាដែលអូននឹកបងអូននិយាយទៅកាន់ព្រះច័ន្ទទៅអូននឹងបាត់នឹកបងហើយចាបងតែនេះខ្ញុំមើលទៅព្រះច័ន្ទយូរហើយនៅតែមិនបាត់នឹកគាត់ទៀតមិនដឹងថាអាត្មាអ្នកបងសាក់កំពុងធ្វើអីទេតែគាត់បានពិសាបាយហើយនៅណកូនអើយម៉ែពិតជានឹកពុកកូនណាស់មិនដឹងជាពេលណាពុកកូនត្រឡប់មករកពួកយើងវិញទេលោកស្រីចន្ទដាបានប្រើឲ្យទេវីរែកទឹកដើម្បីស្រោចផ្កាទេវីនាងមិនបានប្រកែកអ្វីឡើយព្រោះគិតថាខ្លួនទៅរស់នៅជាមួយម្ដាយក្មេកគ្មានចំណូលចូលគ្រួសារស្រាប់ផងបើប្រកែកមិនព្រមជួយធ្វើការងារទៀតគឺមិនសមឡើយដូច្នេះហើយនាងក៏ព្រមធ្វើទាំងក្តីបារម្ភពីកូនក្នុងផ្ទៃរែកឲ្យលឿនទៅសួនផ្កាយើងមិនទាន់ស្រោចនៅមានច្រើនណាស់បើថ្ងៃនេះនាងស្រោចទឹកមិនហើយទេណាយើងមិនឲ្យនាងស៊ីបាយទេលើទេបើស្រោចមិនហើយទេមិនបាច់ស៊ីបាយទេលើកនេះលែងមានវត្តមានពុកនាងមកកាត់ចង្វាក់ទៀតហើយអូយអាយចង្កេះខ្ញុំលោកអ៊ំជួយខ្ញុំផងបាក់ចង្កេះខ្ញុំហើយអ្នកនាងកល្យាននេះអ្នកនាងចាំមិនហើយក្មួយកល្យានចាំមិនហើយក្មួយត្រូវត្រង់ណាខ្លះអូយក្មួយឈឺចង្កេះណាស់លោកអ៊ំប្រហែលជាក្រិចហើយអាយឈឺណាស់អញ្ចឹងងើបសិនមកក្មួយអើយងើបតិចអូយគ្រប់យ៉ាងគឺមកពីនាងឯងនាងទេវីបើសិនជានាងឯងស្រោចផ្កាកុំឲ្យកពប់ទឹកណាយើងក៏មិនដែររអិលបែបនេះដែរឲ្យខ្ញុំសំទោសអ្នកនាងកល្យានខ្ញុំគ្មានចេតនាណាមួយអ្នកនាងដើរដួលដល់ខ្លួនឯងមិនតាក់ទងនឹងខ្ញុំទេយើនាងឯងចង់ថាយើងដើរមិនមើលមែនទេហ៎អត់ទេខ្ញុំគ្មានន័យបែបនឹងឡើយងាប់ទៅនាងបិសាចអូយនេះណែអូយនេះណែយើងនឹងធ្វើឲ្យនាងឯងឈឺដូចដែលនាងធ្វើដាក់យើងស្រឡាញ់ណាស់មែនទេកូនក្នុងផ្ទៃហ្នឹងងាប់ទៅអញ្ចឹងងាប់ទៅអូយខ្ញុំសូមវល់កុំធ្វើបែបហ្នឹងអីកុំធ្វើបាបកូនខ្ញុំអីកុំអីអូយជន់ឲ្យខ្លាំងទៅក្មួយជន់ទៅឲ្យវាងាប់ទាំងម៉ែទាំងកូនទៅកូនចាំមិនហ្នឹងនាងឯងចេះឈឺដែរអូយឈប់បើឈឺហើយចាំផងណាអូយឈប់ឲ្យមកខ្លាំងឯងជាមួយយើងពេកសូមវល់ឈឺណាស់អូយសំមុខនាងឯងហើយនាងក្អែកយើងហាមណាបើសិនជានាងឯងប្រាប់រឿងដែលកើតឡើងទាំងប្រមាណដល់កូនប្រុសយើងនោះយើងមិនលើកលែងឲ្យនាងឯងឡើយចាំទុកក្នុងខួរក្បាលនាងឯងផងចាស់អ្នកម៉ែបានហើយឆាប់ងើបស្រោចផ្កាបន្តទៀតទៅបើមិនអស់ទេណាដឹងគ្នាជាមួយយើងហើយនាងឯងចាស់អ្នកម៉ែក៏ដឹងហើយតោះក្មួយកល្យានឆាប់ចូលផ្ទះទៅចាំអ៊ំលាបរបួសឲ្យណាក្មួយចាលោកអ៊ំពុទ្ធ
កូនម្ដាយតែកូនឈឺខ្លាំងទេឲ្យម៉ែសំទោសណាកូនដែលម៉ែការពារកូនមិនបានម៉ែពិតជាអាណិតកូនណាស់កូនមានម្ដាយទ្រាំតិចទៅណាកូនម៉ែត្រូវស្រោចផ្កាបន្តឲ្យអស់មិនចឹងទេយើងអត់បាយហូបទាំងពីរអ្នកហើយណាកូនទេវីក៏ព្យាយាមស្រោចផ្កាបន្តត្រដាប់ត្រដួសប៉ុន្តែនៅតែមិនហើយព្រោះស្រះទឹកក៏នៅឆ្ងាយហើយទេវីនាងក៏ឈឺពោះទៀតដូច្នេះហើយនាងក៏ត្រូវលោកស្រីចន្ទដាបង្អត់បាយមិនឲ្យហូបបាយឡើយយ៉ាងម៉េចហើយផ្កាដែលយើងឲ្យនាងឯងស្រោចនោះហ៎នាងឯងស្រោចរួចហើយនៅគឺខ្ញុំស្រោចមិនទាន់រួចទេអ្នកម៉ែដោយសារខ្ញុំឈឺពោះពេកស្រោចបន្តទៀតមិនកើតបើអញ្ចឹងល្ងាចនេះមិនបាច់ស៊ីបាយទេព្រោះយើងបានប្រាប់ហើយតើថាបើនាងឯងស្រោចផ្កាមិនហើយទេយើងនឹងមិនឲ្យនាងឯងស៊ីបាយឡើយព្រោះនាំតែខាត់អង្គទេមនុស្សខ្ជិលដូចជានាងឯងណាមិនបាច់ស៊ីទេចាមិនអីទេអ្នកម៉ែខ្ញុំមិនហូបទេល្អណាស់មិនបាច់ស៊ីទេកូនម៉ែប្រកាសជាឃ្លានខ្លាំងហើយលោកយាយកូនមិនឲ្យយើងហូបបាយល្ងាចទេអញ្ចឹងទ្រាំសិនទៅណាកូនព្រឹកស្អែកយើងបានហូបហើយអូយអ្នកនាងទេវីបងនុតនេះបងទៅមកពីណាខ្ញុំមិនឃើញបងពេញមួយថ្ងៃហើយគឺលោកស្រីនឹងណាប្រើខ្ញុំទៅធ្វើការនៅក្រៅផ្ទះឯណោះហើយហាមខ្ញុំមិនឲ្យមកជួបអ្នកនាងទេខ្លាចខ្ញុំនឹងជួយធ្វើការអ្នកនាងអញ្ចឹងតើបានជាខ្ញុំមិនឃើញបងសោះហត់ណែអ្នកនាងឆាប់ហូបបាយទៅមិនក៏បងនុតដឹងថាខ្ញុំមិនទាន់ហូបបាយគឺខ្ញុំលួចតាមដានសកម្មភាពអ្នកនាងទេវីរហូតនឹងអ្វីត្បិតតែលោកស្រីមិនឲ្យខ្ញុំមកក្បែរអ្នកនាងក៏ដោយខ្ញុំក៏មិនខ្វល់ដែរអញ្ចឹងអ្នកនាងទេវីហូបឲ្យលឿនឡើងទៅណាប្រយ័ត្នមានអ្នកមកឃើញអរគុណហើយណាបងនុតអ្នកនាងកុំអរគុណខ្ញុំអីវាជាតួនាទីរបស់ខ្ញុំទេបើអញ្ចឹងអ្នកនាងហូបទៅចាំខ្ញុំទៅដាំថ្នាំរក្សាកពុករបស់អ្នកនាងយកមកឲ្យអ្នកនាងពិសាណាចាប់បងមានតែបងនុតទេដែលស្រឡាញ់នឹងតាមមើលថែខ្ញុំរហូតមកខ្ញុំអរគុណហើយបងនុតថ្នាំមកឲ្យអ្នកនាងប្រញាប់ពិសាទៅតនៅក្តៅពិសារួចចាំខ្ញុំលាបថ្នាំបំបត្តិការឈឺចាប់នៅត្រង់ពោះឲ្យអ្នកនាងចាបងឈឺទេអ្នកនាងឈឺណាស់បងតែមិនអីទេខ្ញុំទ្រាំបានហើយខ្ញុំពិតជាអាណិតអ្នកនាងណាស់ត្រូវលោកស្រីធ្វើបាបរាល់ថ្ងៃមិនលួសថ្ងៃឡើយមិនដឹងជាពេលណាបានអ្នកម៉ែគាត់ឈប់ស្អប់ខ្ញុំទេបងនុតអើយលោកស្រីណាគាត់ជាអាក្រក់មែនគ្មានចិត្តមេត្តាសោះបើមិនស្រឡាញ់អ្នកនាងក៏គួរតែអាណិតដល់ចៅខ្លួនឯងដែរមិនគួរណាលោកស្រីណាដាច់ចិត្តហ៊ានធ្វើបាបចៅខ្លួនឯងអញ្ចឹងសោះខ្ញុំមិនដឹងជាទ្រាំបានដល់ពេលណាទេបងអ្នកម៉ែអាចធ្វើបាបផ្លូវចិត្តផ្លូវកាយខ្ញុំតែម្នាក់បានប៉ុន្តែបើធ្វើបាបកូនខ្ញុំទ្រាំមិនបានទេបងអ្នកនាងទេវីកាមើយកម្មដែលមានលោកស្រីចិន្តាជាម្ដាយក្មេកអ្នកម៉ែគាត់មិនបានធ្វើតាមការសន្យាដែលគាត់បានសន្យាជាមួយខ្ញុំទេបងការដែលខ្ញុំរស់នៅទីនេះក៏ព្រោះតែខ្ញុំចង់ឲ្យកូនខ្ញុំមានអនាគតល្អដោយគិតថាអ្នកម៉ែនឹងអាចផ្ដល់អនាគតឲ្យពួកយើងបានតែផ្ទុយទៅវិញអ្នកម៉ែបែរជាធ្វើបាបខ្ញុំនិងកូនខ្ញុំស្ទើរស្លាប់ស្ទើររស់ខ្ញុំស្ទើរមិនជឿទេបងអើយមិនអីទេអ្នកនាងទ្រាំបន្តិចទៅមិនយូរទេលោកសាក់នឹងត្រឡប់មកវិញហើយពេលនោះអ្នកនាងលែងលំបាកហើយនឹងហើយបងខ្ញុំបានឲ្យតែបងសាក់គាត់ត្រឡប់មកវិញទេព្រោះនៅទីនេះក្រៅពីបងសាក់និងបងគ្មានអ្នកណានៅខាងខ្ញុំឡើយអ្នកនាងទុកចិត្តចុះទោះជាយ៉ាងណាក៏ខ្ញុំនៅខាងអ្នកនាងចនិចនឹងអញ្ចឹងអ្នកនាងសម្រាប់ចុះខ្ញុំលាបរបួសឲ្យអ្នកនាងរួចហើយចាបងខ្ញុំអរគុណហើយអញ្ចឹងខ្ញុំទៅហើយបើអ្នកនាងមានកាយហៅខ្ញុំចុះណាចា
អ្នកនាងទេវីអ្នកនាងចាំមិនហើយមិនបានជាស្រេកស្លាំងបែបនេះខ្ញុំដូចជាវិលមកខ្លាំងណាស់បងងើបមិនរួចសោះប្រហែលជាអ្នកនាងមិនស្រួលខ្លួនហើយចាំខ្ញុំយកកន្សែងចលក់ទឹកមកជូតខ្លួនឲ្យអ្នកនាងណាចាបងហើយមិនបានជាមកឈឺអីនៅពេលនេះហ្នឹងកន្សែងមកឲ្យអ្នកនាងចាំខ្ញុំជូតខ្លួនឲ្យចាបងនាងទេវីអើយថ្មនឹងហើយមិនក៏មិនឃើញអាចក្បាលចេញពីផ្ទះសោះអញ្ចឹងណានាងទេវីបងណុតខ្ញុំឮសូរសំឡេងអ្នកណាស្រែកហៅនៅមុខផ្ទះអូយគ្មានអ្នកណាក្រៅពីលោកស្រីទេអ្នកនាងអញ្ចឹងខ្ញុំចេញទៅជួបគាត់សិនបងមិនអីទេអ្នកនាងសម្រាប់ទៅចាំខ្ញុំចេញទៅប្រាប់លោកស្រីថាអ្នកនាងមិនសូវស្រួលខ្លួនចាបងអញ្ចឹងបងជួយប្រាប់អ្នកម៉ែជំនួសខ្ញុំផងចាអ្នកនាងជំរាបសួរលោកស្រីអាណានាងទេវីវាបាត់ក្បាលតាណាហើយថ្មនឹងហើយមិនឃើញវាចុះទៅធ្វើការសោះនេះវាចេះលួចខ្ជិលមែនទេហ៎គឺអ្នកនាងទេវីគាត់មិនសូវស្រួលខ្លួនងើបពីកន្ទេលមករួចទេលោកស្រីអូនេះវាធ្វើពុតជាឈឺទៀតហើយមែនទេកុំស្មានថាយើងតាមមិនទាន់ល្បិចវាឲ្យសោះបោកអ្នកណាបោកបានប៉ុន្តែបោកយើងមិនបានឡើយវើយគឺអ្នកនាងទេវីមិនមានល្បិចអីទេលោកស្រីគឺអ្នកនាងទេវីគាត់ឈឺពិតមែនខ្ញុំអាចធ្វើសាកសីបានចង់វាឈឺវាចិត្តងាប់ស្អីជារឿងរបស់វាយើងមិនខ្វល់ទេឆាប់ទៅហៅវាឲ្យមកជួបយើងភ្លាមទៅតែឲ្យឆាប់ឡើងនៅតែស្គាល់ស្អីហ្នឹងហ៎អូប្រហែលជារាល់ថ្ងៃនេះឯងដេកស៊ីស្រួលពេកហើយមែនទេនាងនុតទើបឯងចង់ដូរម្ចាស់ថ្មីហ៎គឺមិនមែនទេលោកស្រីអ្នកម៉ែរកខ្ញុំមែនទេអូអើតក្បាលមកហើយអីនាងនុតឯណានាងឯងថាវាឈឺនោះហ៎ងើបមិនរួចនោះហ៎ចុះហេតុអីក៏វាមកឈរនៅទីនេះបាននេះនាងឯងកុហកយើងមែនទេហ៎បងនុតមិនបានកុហកអ្នកម៉ែទេគឺខ្ញុំវិលមុខងើបមិនរួចពិតមែនខ្ញុំលឺអ្នកម៉ែប្រកាសគ្នាជាមួយបងនុតតែខ្ញុំទៅដងងើបមកទាំងវិលមុខទេអ្នកម៉ែហើយបានហើយយើងហត់នឹងស្ដាប់ពាក្យដោះសាររបស់ឯងណាស់បើទៅដងងើបមកបានណែអញ្ចឹងក៏ទៅដល់ធ្វើការបានដែរកុំចង់យកលេសឈឺហើយកិច្ចពីការងារឲ្យសោះដឹងទេខ្ញុំគ្មានកម្លាំងធ្វើទេអ្នកម៉ែចាំខ្ញុំបានធូបបន្តិចខ្ញុំនឹងធ្វើតាមក្រោយតែបានទេអ្នកម៉ែមិនបានឯងស៊ីបាយរាល់ថ្ងៃអញ្ចឹងឯងត្រូវធ្វើការរាល់ថ្ងៃដែរបើមិនធ្វើអញ្ចឹងមិនបាច់ស៊ីបាយទេអញ្ចេះចុះលោកស្រីបើអ្នកនាងទេវីធ្វើមិនកើតចាំខ្ញុំជាអ្នកធ្វើជំនួសគាត់វិញក៏បានដែរនាងនុតឯងក៏មកចេះលូកដៃនាងឯងគ្មានការងារធ្វើទេមែនណាសំទោលោកស្រីសំទោមិនអីទេអ្នកម៉ែខ្ញុំសុំសម្រាប់ឲ្យបានធូបបន្តិចទៀតខ្ញុំនឹងទៅធ្វើហើយមិនបាននាងឯងត្រូវធ្វើឥឡូវនេះឯងមានសិទ្ធិអីមកបញ្ជាឲ្យយើងចាំនាងនោះហ៎យើងមិនចូលចិត្តរងចាំអ្នកណាឡើយវើយយល់ទេចាអ្នកម៉ែអញ្ចឹងចាំខ្ញុំទៅធ្វើឥឡូវនេះក៏បានអើយពិតជាហត់មាត់មែនវើយអ្នកនាងមិនអាចទៅទាំងឈឺបែបនេះបានទេបើអ្នកនាងមិនខ្វល់ពីខ្លួនឯងគួរណាតែខ្វល់ពីកូនក្នុងផ្ទៃអ្នកនាងផងខ្ញុំក៏មិនចង់ធ្វើបែបនេះដែរបងប៉ុន្តែបើខ្ញុំមិនព្រមធ្វើតាមអ្នកម៉ែទេនោះខ្ញុំនឹងកូនប្រកាសជាគ្មានបាយហូបទៀតទេកូនខ្ញុំត្រូវការបាយហូបដើម្បីលូតលាស់និងសុខភាពល្អណាស់បងនុតអញ្ចឹងមានតែទ្រាំហើយមិនអីទេអ្នកនាងមិនបាច់ធ្វើការងារផ្ទះទេបើលោកស្រីមិនឲ្យអ្នកនាងហូបបាយចាំខ្ញុំលួចយកបាយមកឲ្យអ្នកនាងហូបក៏បានដែរបើសិនជាបងត្រូវអ្នកម៉ែចាប់បានថាបងលួចបាយយកមកឲ្យខ្ញុំហូបនោះបងវីវមិនខានទេបើលោកស្រីចាប់បានព្រោះតែខ្ញុំជួយអ្នកនាងនោះខ្ញុំក៏សុខចិត្តដែរខ្ញុំសុខចិត្តទទួលកំហុសព្រះអើយមិនក៏បងល្អជាមួយខ្ញុំចឹងនេះគឺមកពីខ្ញុំអាណិតអ្នកនាងនិងកូនក្នុងផ្ទៃអ្នកនាងពេកគ្នាណានៅក្មេងមិនដឹងអីសោះក៏ត្រូវមករងទុក្ខវេទនាជាមួយដែរប្រហែលជាកម្មម៉ែកូនខ្ញុំហើយបងអញ្ចឹងខ្ញុំទៅធ្វើការសិនហើយអ្នកនាងណែពុទ្ធោអើយតើជាតិមុនអ្នកនាងសានកម្មអីទៅបានជាជាតិនេះអ្នកនាងរងទុក្ខបែបនេះហើយទេវីនាងខំប្រឹងធ្វើការទៅតាមអ្វីដែលលោកស្រីចន្ទដាបានបញ្ជាទាំងខ្លួនឈឺងើបស្ទើរមិនរួចក៏នៅតែស៊ូទ្រាំធ្វើរហូតដល់អស់កម្លាំងទន់ដៃទន់ជើងធ្លាក់របស់របរបែកក៏ត្រូវលោកស្រីចន្ទដាវាយដល់សន្លប់នេះជាសម្លេងអីហ្នឹងលោកអ៊ំក៏លឺដូចក្មួយដែរនេះប្រហែលជានាងទេវីវាធ្វើអីធ្លាក់មិនខានអ៊ំចេញទៅមើលសិនខ្ញុំទៅដែរលោកអ៊ំស្លាប់ហើយខ្ញុំមិនក៏មិនប្រយ័ត្នបែបនេះមើលទៅថោនេះមានតម្លៃណាស់អ្នកម៉ែប្រកាសជាសម្រាប់ខ្ញុំមិនខានទេនាងទេវីតើសម្លេងអីធ្លាក់មិញហ្នឹងហ៎
គឺអូយអូយស្លាប់ហើយលោកអ៊ំនាងទេវីធ្វើធ្លាក់បាច់ថោផ្កាហើយថោនេះណាគឺជាថោដែលលោកអ៊ំបានមកពីលោកចៅហ្វាយខេតផងស្លាប់ហើយថោសំណប់ចិត្តរបស់ខ្ញុំឲ្យខ្ញុំសុំទោសផងអ្នកម៉ែខ្ញុំមិនមានចេតនាទេសុំទោសហើយតើថោនេះវាជាប់ដូចដើមវិញមែនទេហ៎តើដឹងទេថោនេះណាវាមានតម្លៃប៉ុណ្ណាយើងប្រាប់ឯងឲ្យដឹងថោនេះមួយអាចទិញជីវិតឯងបានស្រួលមិនស្រួលណាជីវិតឯងគ្មានតម្លៃស្មើនឹងថោនេះផងនេះអូយអ្នកម៉ែលើកលែងឲ្យខ្ញុំម្ដងទៅអ្នកម៉ែអំបញ្ញមិញខ្ញុំមិនស្រួលខ្លួនតែខ្ញុំរៀងទន់ដៃទន់ជើងរបត់ធ្លាក់បែបនេះខ្ញុំពិតជាគ្មានចេតនាពិតមែននាងឯងកុំបាច់រកលេសដោះសារនេះនាងខាងលោកអ៊ំមែនទេដែលលោកអ៊ំប្រើឲ្យនាងធ្វើការងារបែបនេះមិនឲ្យនាងបានដេកស៊ីស្រួលអញ្ចឹងហើយទើបនាងមានកំណត់ចង់បំផ្លាញរបស់មានតម្លៃដែលលោកអ៊ំស្រឡាញ់ជាងគេនាងចង់សងសឹកលោកអ៊ំមែនទេនាងនិយាយមកត្រូវហើយក្មួយកល្យានិយាយត្រូវតាមពិតនាងឯងមានចេតនាចង់សងសឹកច្បាស់ណាស់នាងបិសាចអត់ទេអ្នកម៉ែខ្ញុំមិនហ៊ានសំបីតែគិតឲ្យខ្ញុំស្បាត់ដល់ណាក៏បានខ្ញុំក៏សុខចិត្តដែរខ្ញុំពិតជាគ្មានចេតនាពិតមែនណាអ្នកម៉ែកុហកនាងឯងល្បិចច្រើនណាស់យើងមិនជឿនាងឯងទេនេះណែណែនាងទេវីនាងឮយើងហៅទេនាងទេវីលោកអ៊ំនាងនេះវាមិនកម្រាក់ទេតែវាងាប់បាត់ហើយទៅដឹងលោកអ៊ំនាងនេះល្បិចណាស់ក្មួយកល្យានកុំចាច់បោកវាងាយងាយអីទុកឲ្យអ៊ំហៅវាម្ដងនាងទេវីឆាប់ងើបភ្លាមមកកុំចង់លេងសើចជាមួយយើងឲ្យសោះណាប្រយ័ត្នយើងដាក់នាងឯងថែមនាងទេវីឃើញទេវាអត់កម្រាក់ទេលោកអ៊ំវាងាប់បាត់ហើយឃើញទេកុំទាន់ភ័យស្លន់ស្លោអីក្មួយកល្យានអ៊ំថានាងទេវីវាគ្រាន់តែសន្លប់វាមិនទាន់ងាប់ឯណាមកវាសន្លប់អញ្ចឹងយើងឆាប់ហៅនាងនុតឲ្យមកយកនាងទេវីទៅផ្ទះតូចទៅលោកអ៊ំកុំទុកវានៅទីនេះអីបើវាអាម៉េចអាម៉ាទៅក្មួយខ្លាចខ្មោចណាស់លោកអ៊ំចាំអ៊ំស្រែកហៅនាងនុតសិនឲ្យឆាប់ឡើងលោកអ៊ំនាងនុតបាត់ក្បាលតាណាហើយនាងនុតមកឲ្យលោកស្រីហាអូយអ្នកនាងទេវីអ្នកនាងយ៉ាងម៉េចហ្នឹងលោកស្រីអ្នកនាងទេវីកើតអីមិនបានជាគាត់ទៅជាអញ្ចឹងនេះវាសន្លប់ហើយឯងយកវាទៅផ្ទះតូចទៅអូយហេតុអីបានជាអ្នកនាងទេវីសន្លប់អញ្ចឹងលោកស្រីណែកុំមកសួរច្រើនយើងមិនមែនអ្នកទោសរបស់ឯងទេណានាងនុតបើយើងប្រាប់ឲ្យយកទៅក៏ឆាប់យកទៅបើចាត់ណាទុកវាយូរងាប់នៅទីនេះទៅចាលោកស្រីអ្នកនាងទេវីកុំកាត់អីឲ្យសោះណាអ្នកនាងអើយអ្នកម៉ែខ្ញុំគ្មានចេតនាពិតមែនខ្ញុំមិនដែលមានគំនិតអាក្រក់ចង់សងសឹកអ្នកម៉ែទេសូមអ្នកម៉ែជឿខ្ញុំចុះអ្នកម៉ែអ្នកនាងចាំបាច់ហើយខ្ញុំកើតអីបងមិនបានជាខ្ញុំមកដេកនៅផ្ទះនេះទៅវិញគឺខ្ញុំមិនដឹងថាមុននឹងអ្នកនាងនឹងជាមួយលោកស្រីជាមួយអ្នកនាងកល្យានមានរឿងអីទេព្រោះពេលដែលលោកស្រីហៅខ្ញុំទៅខ្ញុំក៏ស្រាប់តែឃើញអ្នកនាងដួលសន្លប់បាត់ទៅហើយខ្ញុំក៏ប្រញាប់យកអ្នកនាងមកផ្ទះតូចវិញទៅអូយខ្ញុំឈឺក្បាលណាស់បងនុតអ្នកនាងសម្រាប់សិនទៅកុំអាក្រោកអីចាបងអ្នកនាងប្រាប់ខ្ញុំបានទេតែមុននឹងមានអ្វីកើតឡើងទៅបានជាអ្នកនាងសន្លប់បែបហ្នឹងប្រហែលជាខ្ញុំភ័យពេកហើយព្រោះខ្ញុំបានធ្វើបាច់ថោដ៏មានតម្លៃរបស់អ្នកម៉ែប៉ុន្តែខ្ញុំគ្មានចេតនាទេខ្ញុំមិនសូវស្រួលខ្លួនទើបកាន់ទៅរបូតដៃធ្លាក់បែកអ្នកម៉ែក៏គិតថាខ្ញុំនេះមានបំណងចង់សងសឹកគាត់ទើបមកបំផ្លាញរបស់ទ្រព្យគាត់តែខ្ញុំមិនហ៊ានសំបីទៅគិតណាបងនុតអើយមិនអីទេអ្នកនាងខ្ញុំជឿលើអ្នកនាងហើយក្រោយពីនឹងលោកស្រីមកធ្វើឲ្យអ្នកនាងទៀតទៅគឺអ្នកម៉ែមិនស្ដាប់ការបកស្រាយរបស់ខ្ញុំគាត់ក៏បានទះខ្ញុំមួយកំភ្លៀងក៏ដួលនៅលើក្តារអត់ទេអ្នកម៉ែខ្ញុំមិនហ៊ានសំបីតែគិតឲ្យខ្ញុំស្បាត់ដល់ណាក៏បានខ្ញុំក៏សុខចិត្តដែរខ្ញុំពិតជាគ្មានចេតនាពិតមែនណាអ្នកម៉ែកុហកនាងឯងល្បិចច្រើនណាស់យើងមិនជឿនាងឯងទេនេះណាក្រោយមកខ្ញុំក៏មិនចាំអ្វីទាំងអស់ដែរបងអើយតាំងពីអ្នកនាងកល្យានចូលមកនៅទីនេះមកអ្នកនាងឈឺខ្លួនរហូតហើយមិនអីទេប្រហែលជាកម្មរបស់ខ្ញុំហើយដែលមកដណ្ដើមបងស័កចេញពីអ្នកនាងកល្យានអូយមិនមែនទេអ្នកនាងទេវីទោះបីអ្នកនាងទេវីមិនបានចូលមកក្នុងជីវិតលោកស័កក៏លោកស័កមិនអាចរៀបការជាមួយអ្នកនាងកល្យានដែរសម្រាប់លោកស័កអ្វីផ្សេងលោកស្រីចិន្តាអាចបង្ខំបានប៉ុន្តែអារឿងស្នេហាលោកស្រីមិនអាចបង្ខំលោកស័កបានឡើយ
អញ្ចឹងអ្នកនាងទេវីក៏បន្ទោសខ្លួនឯងអីស្នេហារវាងអ្នកនាងជាមួយលោកសាំងគឺជាស្នេហាដែលកើតឡើងពីការស្រឡាញ់គ្នាទៅវិញទៅមកមិនមែនជាការដណ្ដើមអ្វីឡើយអរគុណហើយបងមានតែបងទេដែលតែងតែលើកទឹកចិត្តខ្ញុំហើយមិនដឹងថាពេលណាបងសាក់ត្រឡប់មកវិញទេខ្ញុំពិតជានឹកគាត់ណាស់បងមិនយូរទេលោកសាក់នឹងត្រឡប់មកវិញហើយអញ្ចឹងអ្នកនាងកុំគិតច្រើនពេកឆាប់សម្រាកទៅណាចាបងលោកអ៊ំតើពេលណាបងសាក់គាត់មកវិញកូនសាក់គេចិត្តមកវិញហើយអញ្ចឹងបងសាក់ត្រឡប់មកវិញលោកអ៊ំនឹងឲ្យបងសាក់រៀបការជាមួយខ្ញុំត្រូវហ៎ត្រូវហើយពេលដែលកូនសាក់ត្រឡប់មកវិញអ៊ំនឹងរៀបចំមង្គលការក្មួយជាមួយកូនសាក់ឲ្យហើយឲ្យអធិកអធមដើម្បីឲ្យស័ក្តិសមនឹងឋានៈគ្រួសាររបស់ពួកយើងណាក្មួយអូយខ្ញុំសប្បាយចិត្តណាស់លោកអ៊ំខ្ញុំណាបានឲ្យតែបងសាក់ត្រឡប់មកឲ្យលឿនទេអានឹងបានរៀបការឆាប់មិនអីទេក្មួយកល្យានមិនយូរទេក្មួយនឹងបានក្លាយជាកូនប្រសារជាទីស្រឡាញ់របស់អ៊ំពេញសិទ្ធហើយចាលោកអ៊ំហើយចុះនាងទេវេនោះហ่าលោកអ៊ំតែយើងគិតធ្វើយ៉ាងម៉េចជាមួយវាបន្តខ្ញុំមកមិនចង់ឲ្យបងសាក់ស្រឡាញ់វាជាងខ្ញុំទេកូនសាក់ស្រឡាញ់វាក៏ដោយសារតែវាមានកូនជាមួយនឹងកូនសាក់បើសិនជានាងនោះគ្មានកូនណាកូនសាក់ក៏មិនស្រឡាញ់វាទៀតដែរតែឥឡូវវាមានកូនហើយលោកអ៊ំអត់ពិបាកទេពួកយើងធ្វើឲ្យវាលែងមានទៅអញ្ចឹងបានន័យថាលោកអ៊ំចង់សម្លាប់កូនវាមែនទេត្រូវហើយអ៊ំណាមិនចង់ឲ្យឈាមជ័រអ៊ំប្រឡាក់ជាមួយវាទេវាអបរិស័យណាស់ចុះបើសិនជាបងសាក់ដឹងថាពួកយើងជាអ្នកធ្វើតែគាត់ធ្វើយ៉ាងម៉េចទៅលោកអ៊ំក្មួយកល្យានកំព្រួយអីក្មួយត្រៀមតែខ្លួនរងចាំកូនសាក់ត្រឡប់មកវិញនឹងបានរៀបការជាមួយគ្នាហើយរឿងគ្រប់យ៉ាងទុកឲ្យអ៊ំជាអ្នកចាត់ការអ៊ំមិនជឿថាកូនសាក់គេស្រឡាញ់នាងនោះជាងអ៊ំទេមែនហើយប្រពន្ធណាអាចរកបានច្រើនប៉ុន្តែម្ដាយដ៏សែនល្អដូចមកអ៊ំណាមិនងាយរកបានទេត្រូវហើយក្មួយកល្យានអ្វីក៏ដោយឲ្យតែរៀបរៀងយើងគឺយើងមិនទុកជាដាច់ខាតលោកស្រីចន្ទដានិងនាងកល្យានបានរៀបគម្រោងការប្រាឲ្យទេវីទៅជន់កៅអីដែលពុកផុយឡើងបេះស្វាយដើម្បីឲ្យទេវីនាងធ្លាក់ពីលើកៅអីនោះរលូតកូននៅពេលដែលទេវីនាងកំពុងតែឈោងដៃបេះស្វាយស្រាប់តែកៅអីនោះបានបាក់ពិតមែនដោយអ្វីដែលលោកស្រីចន្ទដាបានត្រៀមទុកលោកអ៊ំខ្ញុំមានអារម្មណ៍ថាដូចជាសាប់មកដល់ហើយខ្ញុំចង់ហូបអីជូជូក្មួយមិនស្រួលខ្លួនទេដឹងខ្ញុំក៏មិនដឹងដែរលោកអ៊ំបើអញ្ចឹងចាំអ៊ំឲ្យទេវីគេទៅបេះស្វាយឲ្យក្មួយកល្យានហូបយ៉ាងម៉េចដែរចាលោកអ៊ំបើបានស្វាយចេញអំបិលម្ទេសហូបណាខ្ញុំលែងសាប់មាត់ហើយទេវីឆាប់បន្តិចចាអ្នកម៉ែរកខ្ញុំមានការអីដែរឯងឆាប់ទៅបេះស្វាយនៅក្បែរផ្ទះយើង2-3ផ្លែមកក្មួយកល្យានគេចង់ហូបបេះអាផ្លែណាខ្ចីមកលឺទេប៉ុន្តែដើមស្វាយខ្ពស់ណាស់អ្នកម៉ែខ្ញុំបេះមិននឹងដល់ទៅនាងនេះពិតជាល្ងងមែននៅក្រោមដើមស្វាយនោះណាគឺមានកៅអីមួយទុកសម្រាប់បេះនោះហើយនាងឯងគ្រាន់តែជន់ទៅលើវាទៅហើយឈោងដៃបេះទៅវាបានហើយចាអ្នកម៉ែប្រញាប់ទៅបេះស្វាយឥឡូវមកក្មួយកល្យានគេឃ្លាននៅសឹកហ្នឹងហើយមិនដឹងជាកាលណាទៅដល់ដើមស្វាយទេអ្នកនាងកល្យានចាំតិចខ្ញុំមកវិញឥឡូវហើយទៅលោកអ៊ំនាងទេវីចង់តាក់យើងហើយតែប៉ុណ្ណេះកូននាងនោះវាច្បាស់ជាងាប់បានសម្រេចហើយប្រកាសណាស់ស្នាដៃអ៊ំទៅហើយមិនងាយភ្លាត់ទេអ្នកម៉ែប្រាប់ថាក្រោមដើមស្វាយមានកៅអីមួយចុះនៅទីណានេះក៏ខ្ញុំមិនឃើញអញ្ចឹងនោះហើយប្រហែលជាកៅអីនោះហើយបងសាទេវីអូនយ៉ាងម៉េចហើយមានឈឺត្រង់ណាទីអូនមិនអីទេបើអូនចង់ហូបស្វាយមិនក៏មិនប្រើអ្នកបំរើឲ្យមកបេះឲ្យអូនសំទោសណាបងកុំខឹងនឹងអូនអីមកពេលអូនគិតថាកៅអីនេះវាមាំទើបអូនឡើងជន់អត់បានប្រយ័ត្នមិនក៏អូនមិនចេះប្រយ័ត្នអញ្ចឹងដឹងទេបើបងមកមិនទាន់តើអូននឹងកូននឹងទៅជាយ៉ាងណាអូនសំទោសណាបងហើយចុះនាងនុតគេទៅណាមិនក៏គេមិនមកបំរើអូនគឺ
ពីអូនទេមិនពាក់ព័ន្ធជាមួយបងនុតឡើយលើកក្រោយបើអូនចង់ហូបស្វាយគួរតែឲ្យនាងនុតមកបេះឲ្យមកកុំឡើងឈូងបេះអញ្ចឹងវាគ្រោះថ្នាក់ណាស់គឺតាមពិតអូនមិនបានបេះហូបខ្លួនឯងទេបើមិនបានបេះហូបខ្លួនឯងអញ្ចឹងតើអូនបេះយកទៅឲ្យអ្នកណាគឺអូននិយាយមកអ្នកណាប្រើអូនគឺអ្នកម៉ែប្រាក់អូនឲ្យបេះស្វាយឲ្យអ្នកនាងកល្យានហូបព្រោះអ្នកនាងកល្យានមិនសូវស្រួលខ្លួនតែអូនប្រញាប់ប្រញាល់មកបេះបើបានមើលថាកៅអីនេះចន់ឡើងបេះនោះគឺវាពុកផុយតែបណ្ដាលឲ្យអូនធ្លាក់បែបនេះចុះហេតុអីក៏អូនមិនប្រកែកជាមួយអ្នកម៉ែអ្នកបម្រើនៅក្នុងផ្ទះច្រើនណាស់មិនក៏អ្នកម៉ែមិនប្រើមកប្រើអូនធ្វើអីអូនមិនជាអ្នកបម្រើទេណាអូនមិនហ៊ានប្រកែកជាមួយអ្នកម៉ែទេបានហើយបងចង់ទៅជួបអ្នកម៉ែអូនមកជាមួយបងមកចាបងលោកអ៊ំមិនដឹងជានាងទេវេនោះចាំមិនទៅហើយទេប្រហែលជាកំពុងយំយែកហៅគេឲ្យជួយហើយមើលទៅទុកឲ្យនាងនោះស្រែកទាត់ទៅស្លាប់ទៅឲ្យវាសំមុខវាមែនហើយលោកអ៊ំអេចុះបើមានអ្នកបម្រើដើរមកឃើញហើយគេជួយវាអញ្ចឹងកម្រងការយើងមិនរលាយហាន់ហាច់អស់ហើយទេអីលោកអ៊ំមិនអីទេក្មួយកល្យាននាងនោះណាស្រែកទាត់ទៅស្លាប់ខ្លួនទៀតណាក៏គ្មានអ្នកណាទៅជួយវាដែរព្រោះអ៊ំបញ្ជាឲ្យពួកអ្នកបម្រើក្នុងផ្ទះចេញទៅធ្វើការនៅខាងក្រៅផ្ទះអស់ហើយគ្មានអ្នកណាគេដឹងឡើយលោកអ៊ំពិតជាឆ្លាតមែនអ៊ំបាននិយាយហើយតើបើអ្នកណានៅទើសមុខទើសមាត់អ៊ំណាមិនទុកវាទេលោកអ៊ំនេះបើវារលូតកូនតើនាងទេវេនោះវាអាចប្រាប់បងសាក់ទេថាយើងជាអ្នកធ្វើអូយក្មួយកុំអារម្មណ៍អីនាងនោះណាវាមិនហ៊ានប្រាប់កូនសាក់ទេព្រោះវាខ្លាចអ៊ំសម្លាប់វាណាព្រោះអ៊ំបានគំរាមវារួចហើយក្មួយចេះតែខ្លាចទៅព្រោះបើបងសាក់ដឹងការពិតណាក្មួយខ្លាចថាបងសាក់មិនស្រឡាញ់ក្មួយហើយនឹងស្អប់ក្មួយលើដើមទៀតណាលោកអ៊ំបើទោះជានាងនោះណាខំទូពិតប្រាប់កូនសាក់ក៏ដោយក៏កូនសាក់គេមិនជឿនាងនោះដែរព្រោះកូនសាក់គេស្រឡាញ់អ៊ំណាគេមិនដឹងជឿថាអ៊ំសម្លាប់ចៅខ្លួនឯងអញ្ចឹងក្មួយកល្យានកុំគិតច្រើនពេកអីណាចាលោកអ៊ំណាម៉ែកូនសាអើយបងសាក់នេះបងមកវិញហើយមែនទេលោកអ៊ំបងសាក់ត្រឡប់មកវិញហើយបងសាក់ខ្ញុំនឹកបងណាកូនសាក់នេះកូនសាក់មកតាំងពីថ្មើរណានឹងមិនក៏មិនប្រាប់អ្នកម៉ែមុនអញ្ចឹងហាមែនហើយលោកអ៊ំបើបងសាក់ប្រាប់មុនតែបន្តិចណាកល្យាននឹងបានទៅទទួលហើយតែប្រហែលជាបងសាក់ចង់ឲ្យពួកយើងរំភើបហើយណាលោកអ៊ំបើខ្ញុំប្រាប់ម្លេះខ្ញុំមិនដឹងទេថាអ្នកម៉ែប្រាប់ប្រពន្ធខ្ញុំឲ្យធ្វើអីខ្លះអើយអ្នកគឺនេះកូនសាក់និយាយស្អីហ្នឹងអ្នកម៉ែប្រើអីគេអ្នកម៉ែដូចជាមិនយល់ទេរឿងដែលអ្នកម៉ែប្រើឲ្យប្រពន្ធខ្ញុំទៅបេះស្វាយឲ្យកល្យាននោះអីអ្នកបម្រើនៅក្នុងផ្ទះមានច្រើនណាស់មិនក៏អ្នកម៉ែមិនប្រើពួកគេឲ្យទៅបេះទៅហេតុអីក៏មកប្រើទេវីទៅវិញតើអ្នកម៉ែមានដឹងទេថាមិញនេះបើខ្ញុំទៅមិនទាន់ទេវីនឹងធ្លាក់ពីលើកៅអីនោះមានគ្រោះថ្នាក់បាត់ទៅហើយតែសំណាងល្អណាស់ដែលខ្ញុំទៅត្រទាន់អ្នកណាប្រាប់កូនថាអ្នកម៉ែប្រើទេវីឲ្យទៅបេះស្វាយអ្នកម៉ែមិនបានប្រើទេនេះណាកូនកំពុងតែចោទប្រកាន់អ្នកម៉ែហើយកូនសាមែនហើយលោកអ៊ំណាមិនបានប្រើអ្នកនាងទេវីទេគឺអ្នកនាងទេវីចាញ់កូនហើយឃ្លានហូបស្វាយក៏ទៅបេះខ្លួនឯងទៅមិនពាក់ព័ន្ធជាមួយលោកអ៊ំទេខ្ញុំអាចធ្វើសាក់សីបានខ្ញុំមិនបានចាញ់កូនឃ្លានហូបស្វាយអីទេមុននឹងគឺអ្នកនាងកល្យានតាដែលត្អូញថាឃ្លានហូបស្វាយទើបអ្នកម៉ែប្រើឲ្យខ្ញុំទៅបេះទេវីខ្ញុំមិនបានប្រើនាងទេមិនក៏នាងនិយាយមួយបង្កាច់ខ្ញុំដូចនេះនេះណានាងស្អប់ខ្ញុំដល់ថ្នាក់និយាយចោតប្រកាន់ខ្ញុំដើម្បីឲ្យកូនសាក់ស្អប់ខ្ញុំដែរមែនទេទេវីនេះរឿងវាយ៉ាងម៉េចឲ្យប្រកបទៅអត់ទេអ្នកម៉ែគឺអ្នកម៉ែបានប្រើខ្ញុំឲ្យទៅបេះស្វាយពិតមែនខ្ញុំមិនបានកុហកឬចោតប្រកាន់អ្នកម៉ែឡើយបងសាក់បើខ្ញុំឬក៏ក្មួយកល្យានចង់ហូបណាខ្ញុំនឹងប្រើអ្នកបម្រើឲ្យទៅបេះហើយរឿងអីដែលខ្ញុំប្រើនាងឲ្យទៅបេះឲ្យខ្ញុំនោះហាចុះក្រែងអ្នកម៉ែប្រាប់ថាអ្នកនាងកល្យានចង់ហូបស្វាយព្រោះមិនស្រួលខ្លួនសាប់មាត់ទើបអ្នកម៉ែចង់ឲ្យខ្ញុំទៅជួយបេះឲ្យបន្តិចនោះអីអ្នកម៉ែខ្ញុំអត់បានឈឺអីផងហើយក៏អត់បានសាប់មាត់ចង់ហូបស្វាយដែរខ្ញុំសុខភាពល្អណាស់អ្នកនាងទេវីនិយាយមិនពិតទេឃើញទេកូនសាក់វាគ្មានហេតុផលអីដែលអ្នកម៉ែត្រូវប្រើឲ្យនាងទៅបេះស្វាយទេវីហេតុអីក៏នាងមកចោទប្រកាន់ខ្ញុំបែបនេះខ្ញុំស្រឡាញ់ថ្នាក់ថ្នមនាងដូចជាកូនបង្កើតអញ្ចឹងណាមួយកូនសាក់គេក៏បានផ្ដាំខ្ញុំឲ្យជួយមើលថែទាំនាង
ដោយសារនាងកំពុងមានទម្ងន់ចុះហេតុអីបានជានាងងត់បង្កាច់ខ្ញុំបែបនេះហ៎ខ្ញុំណាពិតជាអន់ចិត្តណាស់ហេតុអីអ្នកទាំងពីរឆ្លើយដបដៃហើយថែមទាំងចោទប្រកាន់ខ្ញុំបែបនេះបងសាក់ត្រូវតែជឿលោកអ៊ំព្រោះលោកអ៊ំណាគាត់មិនបានកុហកទេអ្នកនាងទេវេទេដែលស្អប់លោកអ៊ំហើយព្យាយាមទម្លាក់កំហុសឲ្យលោកអ៊ំបែបនេះកូនសាឲ្យម៉ែសុំទោសណាដែលអ្នកម៉ែមើលថែប្រពន្ធកូនមិនបានល្អទើបធ្វើឲ្យមានរឿងអញ្ញាអញ្ញៃនេះកើតឡើងបាទមិនអីទេអ្នកម៉ែកុំសុំទោសខ្ញុំអីខ្ញុំវិញទេដែលត្រូវអរគុណអ្នកម៉ែដែលអ្នកម៉ែខំជួយមើលថែប្រពន្ធខ្ញុំកំឡុងពេលដែលខ្ញុំមិននៅប្រហែលថ្ងៃនេះហើយចំពោះរឿងដែលបានកើតឡើងនៅក្នុងថ្ងៃនេះអ្នកម៉ែមិនខុសទេហើយទេវីក៏នាងមិនខុសដែរអ្នកដែលខុសនោះគឺជាខ្ញុំទៅវិញទេដែលមិនមានពេលនៅមើលថែគ្រួសារទើបធ្វើឲ្យកើតរឿងបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាសប្បាយចិត្តចុះមិនមែនជាកំហុសបងទេគឺបានហើយទេវីអូនត្រឡប់ទៅសម្រាប់វិញទៅហើយប្រយ័ត្នប្រយែងផងណាកុំឲ្យប្រហែសដូចមិញនេះទៀតបងអស់កម្លាំងណាស់បងសូមជុលទៅសម្រាប់សិនហើយចាបងនាងឯងឆាប់មកណែអូយអ្នកម៉ែខ្ញុំឈឺដៃណាស់នាងឯងនេះលំអុយណាស់នាងបញ្ញាក្អែកយើងប្រាប់នាងហែងតើថាកុំឲ្យទៅទូពិតរឿងគ្រប់យ៉ាងដែលយើងធ្វើដាក់នាងហាមប្រាប់ឲ្យកូនសាក់ដឹងចុះមិនបានជានាងទៅទូពិតប្រាប់កូនសាក់នេះនាងចង់ប្រឆាំងជាមួយយើងមែនទេហាអត់ទេអ្នកម៉ែខ្ញុំមិនបានប្រាប់រឿងគ្រប់យ៉ាងដែលអ្នកម៉ែធ្វើបាបខ្ញុំដល់បងសាក់ទេខ្ញុំគ្រាន់តែប្រាប់រឿងដែលអ្នកម៉ែប្រាប់ឲ្យខ្ញុំទៅបេះស្វាយហូបតែប៉ុណ្ណោះរឿងទៅបេះស្វាយក៏អញ្ចឹងដូចគ្នានាងឯងចាំបាច់និយាយប្រាប់កូនសាក់ថាយើងជាអ្នកប្រើឲ្យនាងឯងទៅបេះធ្វើអីមិនក៏នាងឯងមិននិយាយថាខ្លួនឯងនេះដែលចង់ស៊ីខ្លួនឯងទើបទៅបេះគ្មានអ្នកណាប្រើទេមិនក៏នាងមិននិយាយអញ្ចឹងហ៎គឺខ្ញុំព្យាយាមមិនចង់និយាយការពិតទេតែភ្លាមពេកខ្ញុំរកនឹកនិយាយមិនឃើញទេទើបនិយាយប្រាប់បងសាក់តាមត្រង់ទៅគ្មានទេលោកអ៊ំនាងនេះវាមានចេតនាឲ្យបងសាក់ខឹងលោកអ៊ំច្បាស់ណាស់ឲ្យខ្ញុំសំទោខ្ញុំគ្មានបំណងឲ្យរឿងទៅច្បាប់នឹងទេអ្នកម៉ែគ្មានបំណងអីហាបើរឿងវាកើតឡើងបាត់ទៅហើយហ្នឹងនាងឯងនេះណាចិញ្ចឹមបំបងតែបាយគ្មានចេះដឹងគុណស្អីទេយើងហាមនាងឯងម្ដងទៀតហាមនិយាយរឿងផ្សេងទៀតដែលយើងធ្វើបាបនាងឲ្យកូនសាក់ដឹងឲ្យសោះបើមិនអញ្ចឹងទេនាងឯងស្លាប់ក្នុងដៃយើងមិនខានទេចាស់អ្នកម៉ែខ្ញុំយល់ហើយបានហើយចង់ទៅណាក៏ទៅឲ្យផុតពីមុខយើងទៅនេះនាងឯងថ្លង់ទេអីមិនលឺលោកអ៊ំដេញឲ្យទៅទេអីអញ្ចឹងខ្ញុំទៅហើយទៅអើយហើយគម្រោងការយើងបរាជ័យហើយលោកអ៊ំអ្វីត្បិតតែយើងបរាជ័យក៏ពិតមែនក៏ប៉ុន្តែយើងអាចយកចិត្តកូនសាក់បានហើយមើលទៅកូនសាក់អំបញ្ញមិញនេះណាគេជឿអ៊ំជាងនាងនោះមែនហើយលោកអ៊ំខ្ញុំក៏គិតអញ្ចឹងដែរបើអញ្ចឹងយើងទាំងពីរអ្នកសម្ដែងធ្វើជាជនរងគ្រោះទៀតទៅដើម្បីឲ្យនាងនោះវាឆាប់បែកទ្រូងស្លាប់ត្រូវតែអញ្ចឹងហើយក្មួយកល្យាននេះក្មួយក៏ឆ្លាតមិនធម្មតាដែរដើម្បីបងសាំងអ្វីក៏ក្មួយអាចធ្វើបានដែរណាលោកអ៊ំទេវីនាងដើរអង្អែលពោះត្រឡប់មកផ្ទះវិញនាងដើរបណ្ដើរនិយាយជាមួយកូនបណ្ដើរទាំងអារម្មណ៍សោកសៅនិងឯកាថ្ងៃនេះម៉ែធ្វើឲ្យពុកកូនមិនសប្បាយចិត្តទៀតហើយតើពុកកូនស្អប់ម៉ែដែរទេម៉ែពិតជាកង្វល់ក្នុងចិត្តណាស់កូនអើយរកធ្វើអ្វីក៏មិនត្រូវបើសិនជាម៉ែមិននិយាយថាលោកយាយកូនជាអ្នកប្រើម៉ែទេប្រហែលជារឿងគ្រប់យ៉ាងមិនរញ៉េរញ៉ៃអញ្ចឹងទេហើយលោកយាយនិងពុកកូនក៏មិនប្រកែកតាំងសរសៃកដាក់គ្នាដូចពេលនេះដែរគ្រប់យ៉ាងគឺមកពីម៉ែល្ងងពេកហើយចាអាយនាងនុតនាងធ្វើអីនឹងមិនក៏យំបោះមកវាយខ្ញុំអញ្ចឹងវាយខ្លួនអីវាយក្បាលទៀតហើយចុះអ្នកណាប្រយឯងមកចាក់ចង្កេះយើងហាយើងជាស្រីកំមុំព្រមអាចារ្យឯងវាភ្ញាក់អញ្ចឹងហើយខ្លួនឡើងកំមុំចាស់ហើយនឹងធ្វើដូចខ្លួនឯងទៅ18ឆ្នាំអញ្ចឹងចុះឲ្យយើងធ្វើយ៉ាងម៉េចបើសម្រស់យើងនៅបានឯងមើលមកយើងមើលស្អាតមិនចាញ់18ដែរហ្នឹងយើងមើលតើហើយមើលឃើញថានៅលើមុខរបស់ឯងគឺសុទ្ធតែជ្រួញនិងស្នាមជាប់រាប់មិនអស់
នាងនុតអើយនាងនុត ហើយយ៉ាងម៉េចឬមួយឯងចង់ស៊ីអំបោះថែមទៀតហ៎អាដនទៅបានហើយកញ្ញា18យើងខ្ជិលឆ្លោះជាមួយឯងណាស់យើងទើបត្រឡប់មកពីខេត្តជាមួយអ្នកប្រុសសាក់ហត់ក៏ហត់ឃ្លានក៏ឃ្លានអញ្ចឹងឯងជួយធ្វើម្ហូបឲ្យយើងមួយចានមកណាយើងហេវចង់ដួលទៅហើយលោកសាក់មកហើយមែនហើយវាយ៉ាងម៉េចឯងនឹងធ្វើដូចជាភ្ញាក់ផ្អើលអីម៉េះគ្រាន់តែលើថាអ្នកប្រុសសាក់មកណែអ្នកប្រុសសាក់គាត់មាននាងទេវីចាំទទួលហើយឯងមិនបាច់ទៅទទួលទេឯងនៅទទួលយើងតែម្នាក់តែវាគ្រប់គ្រាន់ណាស់ទៅហើយអូយបានហើយឈប់សម័យតែថ្ងៃទៅអាដនយើងទៅរកលោកសាក់សិននាងនុតឈប់សិនមើលហើយចុះមកហូបយើងចាំយើងមកវិញយើងធ្វើឲ្យហូបហើយបើឯងទំនេរណាស់ណាឈប់បោះសម្រាប់ឲ្យយើងឲ្យរួចទៅយើងមកវិញឥឡូវហើយយើងទៅហើយវើយនាងនុតហើយយ៉ាប់ណាស់នាងជើងល្អម្នាក់នេះហើយចុះខ្ញុំមកបោះសម្រាមតាមនាងនុតបញ្ជាធ្វើអីមិនជាការងាររបស់ខ្ញុំផងនឹងហើយអាដនវល់មិនដឹងទេហើយបើទំនេរមិនក៏អញមិនទៅដេកហាលថ្ងៃទៅសុកមកឲ្យនាងនុតប្រើធ្វើនេះធ្វើនោះហើយអាដនអាប្រុសសង្ហាអើយអ្នកនាងទេវីអ្នកនាងនៅផ្ទះទេអូសំឡេងដូចជាបងនុតចានៅបងអូចាអ្នកនាងបងនុតមានការអីជាមួយខ្ញុំមែនគឺអ្នកនាងមានដឹងថាលោកសាំងត្រឡប់មកវិញហើយដែរទេរឿងហ្នឹងទេខ្ញុំដឹងតែបងអូយអញ្ចឹងល្អណាស់អ្នកនាងគួរតែបញ្ញាប្រាប់លោកសាក់ទៅពីរឿងដែលលោកស្រីចន្ទានិងអ្នកនាងកល្យានធ្វើបាបហើយបងអត់បាយអ្នកនាងឲ្យលោកសាក់គាត់បានដឹងផងទៅអត់ទេបងមិនអញ្ចឹងអ្នកនាងគឺមិនអាចប្រាប់បានទេបងនុតខ្ញុំមិនចង់មានរឿងញ៉ៃកើតឡើងទៀតទេត្រឹមតែរឿងព្រឹកមិញនេះវាញ៉ៃណាស់ទៅឲ្យបងព្រឹកមិញកើតរឿងអីទៅអ្នកនាងទេវីគឺនៅក្រោមដើមស្វាយនោះណាគឺមានកៅអីមួយទុកសម្រាប់បេះនោះហើយនាងឯងគ្រាន់តែជាប់ទៅលើវាទៅហើយឈោងដៃបេះទៅវាបានហើយបងសាទេវីអូនយ៉ាងម៉េចហើយមានឈឺត្រង់ណាទីអ្នកណាប្រាប់កូនថាអ្នកម៉ែប្រើទេវីឲ្យទៅបេះស្វាយអ្នកម៉ែមិនបានប្រើទេនេះណាកូនកំពុងតែចោទប្រកាន់អ្នកម៉ែហើយកូនអ្នកម៉ែបានប្រើខ្ញុំឲ្យទៅបេះស្វាយពិតមែនខ្ញុំមិនបានកុហកឬចោទប្រកាន់អ្នកម៉ែឡើយបងសាបើខ្ញុំឬក៏ក្មួយកល្យានចង់ហូបណាខ្ញុំនឹងប្រើអ្នកបម្រើឲ្យទៅបេះហើយរឿងអីដែលខ្ញុំប្រើនាងឲ្យទៅបេះឲ្យខ្ញុំនោះយើងហាមនាងឯងម្ដងទៀតហាមនិយាយរឿងផ្សេងទៀតដែលយើងធ្វើបាបនាងឲ្យកូនសាក់ដឹងឲ្យសោះបើមិនអញ្ចឹងទេនាងឯងស្លាប់ក្នុងដៃយើងមិនខានទេចាស់អ្នកម៉ែខ្ញុំយល់ហើយគឺរឿងវាបែបហ្នឹងណាបងនុតអាចចោះលោកសាំងគាត់មិនជឿអ្នកនាងទេមែនទេខ្ញុំក៏មិនដឹងដែរថាបងសាក់ជឿខ្ញុំឬក៏អត់ទេបងខ្ញុំគិតថាលោកសាក់ណាគាត់ចេះបែងចែកល្អអាក្រក់ហើយអ្នកនាងកុំពិបាកចិត្តអីខ្ញុំពិបាកចិត្តណាស់បងតែមិនហ៊ានប្រាប់រឿងដែលម៉ែធ្វើបាបខ្ញុំនិងកូនឲ្យបងសាក់ដឹងទេព្រោះប្រាប់ទៅរឿងវាកាន់តែរញ៉េរញ៉ៃលើសដើមឲ្យបងនុតអ្នកម៉ែនឹងកាន់តែខឹងស្អប់ខ្ញុំលើសដើមមិនខានទេព្រោះគាត់ហាមខ្ញុំរួចហើយថាមិនឲ្យខ្ញុំប្រាប់រឿងនេះដល់បងសាក់ឡើយមិនចឹងគាត់នឹងសម្លាប់ខ្ញុំហើយណាមួយបងសាក់ទៅតែមកពីហត់ទៀតអញ្ចឹងខ្ញុំមិនចង់ឲ្យគាត់មកឈឺក្បាលជាមួយនឹងរឿងខ្ញុំទេណាបងបើលោកស្រីគម្រាមអ្នកនាងមិនឲ្យប្រាប់លោកសាំងអញ្ចឹងណាទុកឲ្យខ្ញុំជាអ្នកប្រាប់លោកសាក់វិញអត់ទេកុំអីបងខ្ញុំសុំវត្តចុះខ្ញុំមិនចង់ឲ្យអ្នកម៉ែមកធ្វើបាបខ្ញុំហើយនឹងកូនទៀតទេគ្រាន់តែរឿងកន្លងមកដែលគាត់ធ្វើមកលើខ្ញុំនិងកូននោះខ្ញុំខ្លាចណាស់ទៅហើយខ្ញុំមិនចង់ជួបម្ដងទៀតទេបងចាអញ្ចឹងខ្ញុំមិនប្រាប់ក៏បានដែរអ្នកនាងអើយគិតទៅលោកស្រីពិតជាសាហាវណែចិត្តកំណត់ណាមិនដឹងជាសាំងពីអីទេហ៊ានទាំងសម្រាប់ចៅបង្កើតខ្លួនឯងទៀតកូនម្ដាយអើយកូនគ្មានកំហុសសោះតែមកត្រូវរងទុក្ខទរណកម្មទាំងដែលមិនទាន់បានឃើញពលឺថ្ងៃឲ្យម៉ែសំទោសណាកូនម្ដាយបានហើយអ្នកនាងកុំគិតច្រើនអីលោកសាំងត្រឡប់មកវិញហើយអញ្ចឹងលោកស្រីមិនហ៊ានធ្វើបាបអ្នកនាងទៀតទេខ្ញុំសុំឲ្យដូចមាត់បងនិយាយចុះអញ្ចឹងខ្ញុំទៅឲ្យអ្នកនាងប្រញាប់ទៅធ្វើបាយម្ហូបឲ្យអាដនវាហូបសិនចាបងបង
បងសានេះបងក្រោកហើយហីបាញ់ចឹងមកហូបបាយព្រឹកជាមួយគ្នាមកណាបងកល្យានខំងើបធ្វើតាំងពីយប់ដើម្បីបងសាក់ណាត្រូវហើយកូនសាក់ឆាប់មកហូបជុំគ្នាមកក្មួយកល្យានខំធ្វើដើម្បីកូនណាមើលទៅមកហូបទំនងគួរឲ្យចង់ហូបណាស់កូន នៅម៉ែពិសាជាមួយកល្យានចុះខ្ញុំមិនឃ្លានទេខ្ញុំទៅរកទេវីបន្តិចសិនឈប់សិនកូនសាម៉ែមិនហាមទេកូនចង់ទៅណាទៅជួបអ្នកណាក៏ទៅចុះប៉ុន្តែនេះក្មួយកល្យានគេខំមានទឹកចិត្តណាមិនក៏កូនខ្វះសុជីវធម៌បែបនេះហ៎អូយមិនអីទេលោកអ៊ំប្រហែលជាខ្ញុំមិនសំខាន់នៅក្នុងភ្នែកបងសាក់ទេទោះខ្ញុំខំធ្វើល្អយ៉ាងណាក៏គ្មានតម្លៃដែរខ្ញុំមិនមានន័យអញ្ចឹងទេកល្យានខ្ញុំអរគុណនៅទឹកចិត្តកល្យានហើយប៉ុន្តែខ្ញុំពិតជាអត់ឃ្លានមែនតាំងពីកូនត្រឡប់មកវិញពួកយើងមិនទាន់បានហូបបាយជុំគ្នាម្ដងណាទេកូនសាក់នេះកូនចាប់ផ្ដើមស្រឡាញ់ប្រពន្ធខ្លាំងជាងអ្នកម៉ែហើយមែនទេអ្នកម៉ែពិតជាអន់ចិត្តណាស់អ្នកម៉ែកូនសុំឲ្យអ្នកម៉ែមានហេតុផលបន្តិចទេប្រពន្ធខ្ញុំស្រឡាញ់ហើយអ្នកម៉ែក៏ខ្ញុំស្រឡាញ់ថែមទាំងគោរពទៀតអ្នកទាំងពីរសុទ្ធតែជាមនុស្សសំខាន់ក្នុងជីវិតខ្ញុំតាំងពីខ្ញុំត្រឡប់មកវិញខ្ញុំមិនទាន់បាននិយាយជាមួយនឹងប្រពន្ធខ្ញុំពេញមាត់ទេអញ្ចឹងសូមអ្នកម៉ែយល់ចិត្តខ្ញុំផងបានមិនអីទេកូនទៅចុះទុកឲ្យអ្នកម៉ែនិងក្មួយកល្យានហូបម្ហូបទាំងអស់នេះតែ2នាក់ក៏បានធ្វើយ៉ាងម៉េចទេក្មួយកល្យានពួកយើងមិនសំខាន់ចាលោកអ៊ំឥឡូវចេះចុះចាំល្ងាចខ្ញុំនឹងមកហូបបាយជុំអ្នកម៉ែនិងកល្យានតែពេលនេះខ្ញុំសូមផ្ដល់ពេលវេលាឲ្យប្រពន្ធខ្ញុំសិនអញ្ចឹងអ្នកម៉ែកុំអន់ចិត្តអីអញ្ចឹងក៏បានដែរអ្នកម៉ែមិនអន់ចិត្តក៏បានអញ្ចឹងខ្ញុំទៅសិនហើយតានាងនោះវាល្អកម្រិតណាទៅបានជាបងសាក់ខ្វល់ខ្វាយតែវាយ៉ាងនេះបើចំពោះខ្ញុំវិញបងសាក់មិនដែលយល់ពីអារម្មណ៍ខ្ញុំបន្តិចណាឡើយលោកអ៊ំមិនអីទេក្មួយកល្យានឲ្យនាងនោះវាសប្បាយចិត្តបន្តិចសិនចុះបន្តិចទៀតវាលែងសប្បាយហើយនេះលោកអ៊ំមានកម្រងការអីថ្មីទៀតហើយមែនទេក្មួយកល្យានចាំតែមើលទៅទេវីនៅផ្ទះអត់អូនបងសាក់ទេបងមានការជាមួយអូនមែនទេបានជាមករកអូនទាំងព្រឹកនេះតើតបងមានការទើបបងមករកអូននឹងកូនបានមែនទេនេះអូនលែងចង់ឲ្យបងមកលេងនឹងកូនបងហើយអញ្ចឹងមកលេងតែកូនទេអីមិនបានមករកអូនឯណាត្រូវអត់អត់ទេបងនឹកទាំងពីរតាតែបងនឹកអូនខ្លាំងជាងកូនបញ្ញាប់អន់ចិត្តម្ល៉េះហើយនិយាយអញ្ចឹងអូនហូបបាយព្រឹកហើយនៅនឹងអូនហូបរួចហើយចុះបងវិញបងមិនឃ្លានទេមករយៈនេះអូននឹងកូនយ៉ាងម៉េចដែរពេលដែលបងមិននៅនោះហើយចុះអូននឹងអ្នកម៉ែមានបញ្ហាអីជាមួយគ្នាទេគឺអត់មានអីទេបងអ្នកម៉ែគាត់មើលថែអូននិងកូនល្អណាស់លឺអញ្ចឹងបងសប្បាយចិត្តណាស់បានអ្នកម៉ែគាត់បើកចិត្តបែបនេះចាបងអូនក៏សប្បាយចិត្តដែរនិយាយអញ្ចឹងអូនចង់ទៅលេងពុកទេអូនចង់ណាបងអូនពិតជានឹកពុកណាស់ជាពិសេសនឹកផ្ទះដែលធ្លាប់រស់នៅតាំងពីតូចជាមួយពុកមិនដឹងជាពេលនេះចាំមិនទៅហើយទេអញ្ចឹងចាំបងជូនអូនទៅលេងពុកណាកុំឲ្យអូននៅតែក្នុងផ្ទះពេកបងចង់ឲ្យអូនចេញទៅយកខ្យល់អាកាសខ្លះដើម្បីឲ្យធូរស្រាលចិត្តបន្តិចព្រោះបងមើលតែអូនដូចជាមិនសូវស្រស់ស្រាយសោះនេះបងជូនអូនទៅពិតមែនណ៎បាទបងជូនអូនទៅពិតមែនអូនសប្បាយចិត្តអត់ចាសប្បាយចិត្តណាស់បងបើអញ្ចឹងយើងឆាប់ទៅចាបងនេះពួកកូនចង់នាំគ្នាទៅណានឹងគឺខ្ញុំនាំគ្នាទៅលេងផ្ទះពុកក្មេងខ្ញុំនឹងណាម៉ែល្ងាចបន្តិចពួកខ្ញុំត្រឡប់មកវិញហើយនេះឪពុកក្មេងកូនគេកើតអីមែនទេគាត់មិនបានកើតអីទេម៉ែខ្ញុំគ្រាន់តែចង់ជូនប្រពន្ធខ្ញុំទៅលេងគាត់តែប៉ុណ្ណឹងណាមួយទេវីក៏នឹកគាត់ព្រោះខានជួបគាត់យូរហើយនឹកទៀតថ្ងៃមុនទើបតែឃើញឪពុកនាងមកលេងហើយតើគិតទៅឪពុកទេវីពិតជាសំណាងណាស់ដែលមានកូននឹករាល់ថ្ងៃមិនដូចជាខ្ញុំសោះសូម្បីតែហូបបាយមកពេលជុំគ្នាកូនក៏គេមិនចង់ហូបជាមួយផងពុទ្ធោអ្នកម៉ែគិតច្រើនពេកហើយល្ងាចកូនមកវិញចាំពួកយើងហូបបាយជុំគ្នាណាអ្នកម៉ែមិនអីទេចាំល្ងាចចាំជួបគ្នាអញ្ចឹងកូនទៅចុះបានអ្នកម៉ែអញ្ចឹងកូនទៅសិនហើយជម្រាបលាអ្នកម៉ែ
យើងពិតជាស្អប់ឯងណាស់នាងបញ្ញាក្អែក ទេវីនិងលោកស័កដើរបណ្ដើរនិយាយគ្នាបណ្ដើរមិនយូរប៉ុន្មានក៏បានមកដល់ផ្ទះឪពុកទាំង3នាក់ឪពុកកូនមានការនឹករលឹកគ្នាជាខ្លាំងក៏បានសួរសុខទុក្ខគ្នាជជែកគ្នាពីនេះពីនោះនិងបានហូបបាយជុំគ្នាពុកពួកកូនទាពុកស្មានឋានណាគេមករកពុកទាំងព្រឹកអញ្ចឹងមកចូលមកក្នុងសិនមកកូនបាទពុកកំពុងធ្វើអីហ្នឹងពុកទំនេរមិនដឹងធ្វើអីក៏ចិត្តតែកាប់ថ្នាំដាក់ហាលទៅនឹងណាកូនទាន់មេឃវាបើកថ្ងៃចាពុកមករយៈនេះតើពុកសុខសប្បាយទេពុកសុខធម្មតាទេកូននិយាយអញ្ចឹងកូនប្រសាត្រឡប់មកពីខេត្តវិញហើយមែនទេបាទពុកខ្ញុំមកវិញហើយបើត្រឡប់មកវិញអញ្ចឹងល្អហើយពុកនេះក៏បានធូរចិត្តដែរព្រោះពុកឃើញទេវីនាងនៅម្នាក់ឯងពុកបារម្ភណាស់និយាយអញ្ចឹងមិនក៏កូនប្រសាមិនអោយទេវីទៅរស់នៅក្នុងផ្ទះជាមួយនឹងកូននិងលោកស្រីចន្ទដាផងទៅព្រោះនាងមានផ្ទៃពោះបែបនេះមិនគួរឲ្យកូនស្រីពុកនាងដេកនៅផ្ទះតូចឆ្ងាយដាច់ដោយឡែកបែបនឹងទេពុកបារម្ភពីគេណាគឺមិនមែនមកពីបងសាក់ទេពុកមកពីកូនខ្លួនឯងតាដែលមិនចេះនៅផ្ទះធំទំនំខ្ពស់កូនធ្លាប់ទៅរស់នៅផ្ទះធម្មតាបើផ្ទះយើងអញ្ចឹងបើឲ្យកូនទៅនៅផ្ទះធំអីកូនមិនទម្លាប់ទេផ្ទះតូចធំមិនសំខាន់ទេសំខាន់ស្ថិតលើម្ចាស់ផ្ទះថាតើគេមានចិត្តទូលាយឬអត់បងអរគុណសូមទូលណាពុកដែលកូនមើលថែទេវីមិនបានល្អពេលត្រឡប់ទៅវិញកូននឹងឲ្យទេវីមកស្នាក់នៅបន្ទប់ជាមួយនឹងកូនហើយដើម្បីជាសុវត្ថិភាពដល់ទេវីផងនិងកុំឲ្យពុកបារម្ភពេកពុកអរគុណកូនប្រសាណាស់ទេវីប្រាប់ពុកថាកូនល្អជាមួយនឹងនាងមែនតើអញ្ចឹងពុកផ្ញើកូនស្រីផងណាបើពេលណាដែលកូនលែងត្រូវការនាងហើយកូនកុំធ្វើបាបចិត្តនាងអីហើយយកនាងមកឲ្យពុកវិញណាកូនឮទេបាទពុកខ្ញុំសន្យាថានឹងមើលថែកូនស្រីពុកឲ្យបានល្អពុកកុំអារម្មណ៍អីបើអញ្ចឹងនៅហូបបាយជុំគ្នាទីនេះមកពេលសិនទៅណាកូនចាស់ពុកអញ្ចឹងកូនជាអ្នកទៅធ្វើម្ហូបចុះអញ្ចឹងចាំបងជួយណាចាស់បងទេវីនាងសំណាងដែលបានប្តីល្អតែក៏មិនសំណាងទៅវិញពីព្រោះថាមានម្ដាយក្មេកចិត្តមៀហើយម៉ែវីអើយទេវីកូនយើងនាងកំសត់ណាស់ពួកគេបានហូបបាយជុំគ្នាដែលបាយមួយពេលនេះមើលទៅគ្រួសាររបស់ពួកគេពិតជាមានក្តីសុខណាស់ថ្វីត្បិតតែពូសំគាត់គ្មានទ្រព្យសម្បត្តិក៏ពិតមែនក៏ប៉ុន្តែគាត់មិនក្រចិត្តឡើយគាត់ស្រឡាញ់និងយកចិត្តទុកដាក់ជាមួយកូនដោយមិនចង់បានប្រយោជន៍អ្វីឡើយទើបធ្វើឲ្យកូនពិតជាស្រឡាញ់និងគោរពគាត់ដល់ផ្ទះហើយអូនដើរមកឆ្ងាយអញ្ចឹងអូនប្រកាសជាហត់ហើយហត់តែងទួចទេបងតែក៏សប្បាយចិត្តដែរព្រោះបានទៅលេងពុកអញ្ចឹងទោះជាហត់ក៏មិនអីដែរបងបាទចាំលើកក្រោយបងនឹងឧស្សាហ៍នាំអូនទៅលេងពុកឲ្យបានញឹកញាប់ណាដើម្បីឲ្យអូនបានសប្បាយចិត្តចាអូនអរគុណបងណាកូនសាក់បាទណាម៉ែនេះមកវិញហើយមែនទេម៉ែស្មានតែកូនមិនមកវិញហើយតើក្បត់សន្យាជាមួយនឹងម៉ែហើយតើខ្ញុំមិនធ្វើអញ្ចឹងទេណាម៉ែអញ្ចឹងល្អហើយឆាប់ចូលទៅហូបបាយល្ងាចទៅក្មួយកល្យានគេចាំកូនយូរហើយបាទណាម៉ែតោះទេវីអូនឈប់សិនអ្នកម៉ែមិនបានថាឲ្យទេវីនាងទៅចូលរួមជាមួយពួកយើងឯណាកូនហៅនាងទៅបែបនេះនាងខ្លាចចិត្តពួកយើងស្លាប់ហើយមែនហើយអូនថាបងទៅហូបបាយជាមួយអ្នកម៉ែនិងអ្នកនាងកល្យានទៅអូនដូចជាអស់កម្លាំងណាស់អញ្ចឹងអូនសុំទៅសម្រាប់មុនហើយបាទមិនអីទេអញ្ចឹងចាំបងឲ្យនាងនុតគេលើកបាយយកទៅឲ្យអូនដល់បន្ទប់ណាចាបងអញ្ចឹងអូនសុំទៅមុនហើយជម្រាបលាអ្នកម៉ែអ្នកម៉ែមិនក៏អ្នកម៉ែនិយាយបែបហ្នឹងទេវីនាងជាប្រពន្ធខ្ញុំហើយក៏ជាសមាជិកនៅក្នុងគ្រួសារនេះម្នាក់ដែរ
មិនក៏អ្នកម៉ែមិនឲ្យតម្លៃនាងអីបន្តិចសោះអញ្ចឹង អ្នកម៉ែមិនទាន់ទម្លាប់គិតថានាងជាអ្នកក្រៅនៅឡើយ ពេលណាទើបអ្នកម៉ែទម្លាប់ហើយឈប់ប្រើពាក្យសម្ដីទាំងនេះដាក់នាងទៀតខ្ញុំមិនសប្បាយចិត្តនឹងអាកប្បកិរិយារបស់ម៉ែបែបនឹងទេ ចាំអ្នកម៉ែព្យាយាមឥឡូវបានហើយប្រញាប់ឡើងផ្ទះទៅទុកឲ្យក្មួយកល្យានគេចាំយូរមិនល្អទេ បាទ សំមុខវាហើយនាងមាសជ្រែកក្មួយកល្យានពិតជាប្រកែកធ្វើម្ហូបមែនមើលចុះឡើងទំនងគួរឲ្យចង់ហូបណាស់កូនសាកភ្លុកមើលទៅកូន បាទ បងសាកមកចាំកល្យានដួសម្ហូបដាក់ចានឲ្យ អូមិនអីទេចាំខ្ញុំដួសខ្លួនឯង បងកុំប្រកែកជាមួយកល្យានអីថ្ងៃនេះកល្យានសុំស្នើខ្លួនមកបម្រើបាយទឹកបងសាក់មួយពេលណាបើអញ្ចឹងបងសាក់ហូបម្ហូបនេះមើល ណៃសាក់ហូបមើលបងសាក់ បាទអរគុណ រសជាតិយ៉ាងម៉េចដែរទទួលយកបានទេបង ឆ្ងាញ់អាចទទួលយកបាន អើយបានត្រូវមាត់បងសាក់អញ្ចឹងណាកល្យានសប្បាយចិត្តណាស់បើអញ្ចឹងបងសាក់ហូបឲ្យច្រើនទៅណាមែនហើយហូបឲ្យច្រើនទៅកូន បានណាម៉ែ និយាយអញ្ចឹងម៉ែកំពុងរកថ្ងៃល្អដើម្បីដេញវេលារៀបការរវាងក្មួយកល្យាននិងកូនហើយកូនត្រៀមខ្លួនទៅណា ហ៎ណាម៉ែថាម៉េច កូនស្ដាប់មិនច្រឡំទេចំពោះរឿងនឹងក្រែងពួកយើងបាននិយាយគ្នារួចហើយមិនអញ្ចឹងឯងកូនសាក់ ណាម៉ែកូនសុំនិយាយជាមួយណាម៉ែតែ2នាក់បន្តិច បានអញ្ចឹងទៅចាំអ្នកម៉ែក្នុងបន្ទប់ទៅអ៊ំសុំពេលនិយាយជាមួយកូនសាក់បន្តិចណាបន្តិចទៀតអ៊ំត្រឡប់មកវិញហើយចាលោកអ៊ំយើងខំស្នើខ្លួនមកបម្រើប៉ុណ្ណឹងហើយបើមិនបានសំតាមបំណងយើងទេប្រកាសជាដឹងគ្នាមិនខានទេអូយខ្ញុំមានអារម្មណ៍ថាដូចជាវិលមុខណាស់ប្រហែលជាខ្ញុំហត់ពេកហើយមើលទៅរកប្រេងខ្យល់រឹកបន្តិចសិននេះខ្ញុំទុកប្រេងខ្យល់នៅឯណាអញ្ចេះមិនក៏រកមិនឃើញអញ្ចឹងឬមួយផ្លេចនៅផ្ទះពុកទេដឹងហាត់ហើយរៀងស្រួលខ្លួនបន្តិច រៀងគ្រាន់បានបន្តិចទេអូន ចាបងរៀងស្រួលដកដង្ហើមបន្តិច អញ្ចឹងហុចប្រេងខ្ញុំមកណាចាំបងទុកឲ្យកុំឲ្យអូនពិបាកកាន់ ចាបងមែនហើយប្រេងខ្យល់នៅនឹងបងសាក់តាអញ្ចឹងបានជាដើររកយូរហើយមិនឃើញសោះមិនអញ្ចឹងទេពិបាកក្នុងខ្លួនណា ណាម៉ែមិនក៏ណាម៉ែសម្រេចចិត្តដោយមិនសួរខ្ញុំអញ្ចឹង អេចាំបាច់អីត្រូវមកសួរកូនចុះក្រែងយើងបានព្រមព្រៀងគ្នារួចហើយតើនេះកូនសាក់ភ្លេចហើយមែនទេ ខ្ញុំមិនបានភ្លេចទេណាម៉ែប៉ុន្តែវាលឿនពេកហើយចាំឲ្យទេវីនាងសម្រាលកូនសិនមិនបានទេអីណាម៉ែ មិនបានទេអ្នកម៉ែមិនចង់ចាំទេហើយការរៀបការនេះគ្មានពាក់ព័ន្ធអីជាមួយប្រពន្ធកូនទេអញ្ចឹងកូនចាំបាច់គិតច្រើនធ្វើអីហា នេះណាម៉ែកំពុងនិយាយអីហ្នឹងមិនពាក់ព័ន្ធជាមួយទេវីយ៉ាងម៉េចនាងជាប្រពន្ធខ្ញុំណាណាម៉ែបើខ្ញុំរៀបការនៅពេលនេះសួរថាអារម្មណ៍នាងតើគិតយ៉ាងម៉េចទៅ អញ្ចឹងកូនចង់រៀបការពេលណា គឺនៅពេលដែលទេវីនាងសម្រាលកូនរួចនិងពេលដែលណាម៉ែបើកចិត្តទទួលស្គាល់ចំពោះនាងចាត់ទុកនាងដូចជាសមាជិកក្នុងគ្រួសារយើងម្នាក់ដែរទើបខ្ញុំព្រមទៅតាមអ្វីដែលណាម៉ែចង់បាន ក៏បាន ហើយមួយទៀតណាម៉ែត្រូវតែឲ្យទេវីមករស់នៅផ្ទះធំជាមួយគ្នាបើកល្យាននាងទទួលបានអីទេវីក៏ត្រូវតែទទួលបាននឹងដូចគ្នាព្រោះជាសមាជិកគ្រួសារដូចគ្នានោះអីខ្ញុំមិនចង់ឃើញណាម៉ែលំអៀងទេ នេះកូន ថារឿងប៉ុណ្ណឹងមិនពិបាកសម្រាប់ណាម៉ែទេ មិនអីទេអ្នកម៉ែព្រមតាមសំណើរបស់កូនហើយកូនក៏ត្រូវព្រមតាមសំណើរបស់ម៉ែដូចគ្នា បាទខ្ញុំនឹងព្រមរៀបការជាមួយកល្យាន ពុទ្ធោនេះខ្ញុំស្ដាប់ច្រឡំមែនទេបើអញ្ចឹងសម្រាប់តាមនឹងហើយកូនត្រៀមខ្លួនចុះ បាទទេវីបានលឺរាល់ការសន្ទនារវាងលោកស័កនិងលោកស្រីចន្ទដានាងក៏ដើរត្រឡប់ទៅវិញទាំងក្តុកក្តួលក្នុងចិត្តនឹកស្មានមិនដល់ថានាងនឹងត្រូវមកជួបរឿងទាំងអស់នេះពិតមែនអ្វីត្បិតតែខ្លួននាងផ្ទាល់ដឹងមុនហើយថាលោកស័កនឹងត្រូវរៀបការប្រពន្ធថ្មីហើយទុកនាងនៅត្រឹមតែជាប្រពន្ធទី2ក៏ដោយក៏ប៉ុន្តែផ្លូវចិត្តរបស់នាងនៅតែទទួលយករឿងនេះមិនបាន ពុទ្ធោអើយមុននេះតើខ្ញុំស្ដាប់ច្រឡំឬយ៉ាងម៉េច
ខ្ញុំតន់ដៃតន់ជើងអស់ហើយនេះបងសាក់ព្រមរៀបការជាមួយអ្នកនាងកល្យានពិតមែនណាអោបេះដូងខ្ញុំអើយខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ខ្ញុំនឹកស្មានមិនដល់ទេថាបងសាក់យល់ព្រមយកប្រពន្ធថ្មីទាំងដែលខ្ញុំកំពុងតែមានកូននៅក្នុងពោះអាណាទៅពាក្យសន្យារបស់បងដែលធ្លាប់សន្យាថាមើលថែខ្ញុំហើយនឹងកូនរបស់ពួកយើងនេះខ្ញុំមើលបងខុសហើយមែនទេរាល់ថ្ងៃខ្ញុំខំអត់ធ្មត់សុខចិត្តឲ្យអ្នកម៉ែនិងអ្នកនាងកល្យានធ្វើបាបតាមតែអំពើចិត្តព្រោះតែខ្ញុំស្រឡាញ់បងចង់រួមរស់ជាមួយបងចង់ឲ្យមានក្តីសុខមិនចង់បង្ករឿងអរញ៉េរញ៉ៃប៉ុន្តែនេះមែនទេដែលបងតបស្នងមកខ្ញុំវិញតើទៅមកទៀតឲ្យខ្ញុំរស់ពឹងអ្នកណាឬក៏ឲ្យខ្ញុំជាមួយកូនត្រូវទ្រាំរស់នៅបែបនេះទៀតនេះអូនមានរឿងអីបានជាយំបែបនេះបងបានធ្វើអីខ្លះដែរអូនបងគាត់តែដឹងខ្លួនឯងហើយបងពិតជាមិនដឹងពិតមែនថាបងបានធ្វើអ្វីឲ្យអូនមិនសប្បាយចិត្តអូនប្រាប់បងមកមើលមុននឹងខ្ញុំបានស្ដាប់ឮអស់ហើយបងនិយាយអីខ្លះជាមួយអ្នកម៉ែចុះក្រែងយើងបានព្រមព្រៀងគ្នារួចហើយតើនេះកូនសាក់ភ្លេចហើយមែនទេខ្ញុំមិនបានភ្លេចទេអ្នកម៉ែប៉ុន្តែវាលឿនពេកហើយចាំឲ្យទេវីនាងសម្រាប់កូនសិនមិនបានទេអីអ្នកម៉ែមិនបានទេអ្នកម៉ែមិនចង់ចាំទេអ្នកម៉ែព្រមតាមសំណើរបស់កូនហើយកូនក៏ត្រូវព្រមតាមសំណើរបស់ម៉ែដូចគ្នាបាទខ្ញុំនឹងព្រមរៀបការជាមួយកល្យានតើនៅមានរឿងអីទៀតដែលបងលាក់បាំងមិនព្រមនិយាយប្រាប់ដល់អូនឲ្យបងសុំទោសណាទេវីបងគ្មានបំណងលាក់បាំងនឹងអូនទេតែបងមិនទាន់ដាច់ចិត្តនិយាយប្រាប់អូនព្រោះបងខ្លាចអូនដឹងហើយមិនសប្បាយចិត្តបើបងមិនធ្វើតាមអ្នកម៉ែទេនោះពួកយើងមិនអាចរស់នៅជាមួយគ្នាបានឡើយអញ្ចឹងអូនកុំខឹងនឹងបងអីណាបងគ្មានជំរឿសទេអូនដឹងប៉ុន្តែបេះដូងរបស់អូនទទួលយកមិនបានទេអូនចង់លើចេញពីមាត់បងដោយខ្លួនឯងយ៉ាងណាក៏បងក៏គួរតែប្រាប់អូនឲ្យបានដឹងមុនដែរថាមនុស្សដែលបងត្រូវរៀបការជាមួយនោះគឺជាអ្នកនាងកល្យានបងមិនចង់ឲ្យពួកយើងឆ្លោះគ្នាទេហើយណាមួយបងនិងកល្យានក៏មិនទាន់រៀបការនៅពេលនឹងដែរបងរងចាំឲ្យអូនសម្រាលកូនរួចរាល់សិនទើបបងរៀបការជាមួយនឹងនាងទៅតាមអ្វីដែលអ្នកម៉ែបង្ខំអើយស្នេហារបស់ពួកយើងហេតុអីកំសត់យ៉ាងនេះអូនសំទោសណាដែលអូនបន្ទោសបងតាមពិតទៅមុនពេលដែលអូនចូលមករស់នៅទីនេះអ្នកម៉ែបានដាក់លក្ខខណ្ឌជាមួយអូនរួចហើយថានឹងឲ្យបងរៀបការប្រពន្ធថ្មីហើយទុកអូនត្រឹមតែជាប្រពន្ធទី2ព្រោះអូនជាអ្នកក្រគ្មានទ្រព្យសម្បត្តិមុខមាត់តែមិនស័ក្តិសមជាប្រពន្ធទី1របស់បងអូនដឹងថាវាពិតជាឈឺចាប់ណាស់ដែលក្នុងទំនាក់ទំនងស្នេហាមានមនុស្ស3នាក់ប៉ុន្តែអូនក៏នៅតែយល់ព្រមព្រោះអូនស្រឡាញ់បងខ្លាំងហើយក៏ចង់ឲ្យកូនមានអនាគតល្អទើបអូនសម្រេចចិត្តមករស់នៅទីនេះទាំងដែលទទួលការឈឺចាប់ប៉ុន្តែបងសន្យាថាបងនឹងផ្ដល់ក្តីសុខឲ្យអូនអស់មួយជីវិតបងសន្យាណាទេវីតើបងដឹងទេពេលបងមិននៅផ្ទះតើអូនជួបរឿងអ្វីខ្លះម៉ាក់បងនិងអ្នកនាងកល្យានតែងតែវាយធ្វើបាបអូនហើយនឹងកូនស្ទើររាល់ថ្ងៃបងខំឲ្យអូនធ្វើការងារផ្ទះជាច្រើនមានពេលខ្លះអូនមិនស្រួលខ្លួនធ្វើការងារមិនកើតក៏ម៉ាក់បងវាយដំច្រំធាក់អូនបង្ខំអូនដែរមិនតែប៉ុណ្ណោះថែមទាំងបងអត់បាយមិនឲ្យអូនហូបទៀតពួកគាត់ស្ទើរតែសម្រាប់អូននឹងកូនទៅហើយព្រះអើយមានរឿងដល់ថ្នាក់នឹងហើយមិនក៏អូនមិនប្រាប់បងអ្នកម៉ែបានគំរាមអូនមិនអស់និយាយប្រាប់បងទេមិនចឹងអ្នកម៉ែប្រកាសជាសម្រាប់អូនមិនខានបងនឹងទៅសួរអ្នកម៉ែខ្លួនឯងបងមិនបាច់ទៅទេរឿងវាកន្លងហោះហើយអូន
នមិនចង់រំលឹកទៀតទេតែអូនគ្រាន់តែចង់ឲ្យបងបានដឹងខ្លះពីភាពឈឺចាប់របស់អូនសង្ឃឹមថាបងនឹងយល់ពីអូនខ្លះតែប៉ុណ្ណឹងទេទេវីបងស្រឡាញ់អូនណាស់បើអាចជ្រើសរើសបានបងសូមមានតែអូនម្នាក់គត់ជាប្រពន្ធបងមិនដែលចង់រៀបការជាមួយកល្យានទេប៉ុន្តែបងគ្មានជំរើសឡើយអូនក៏ស្រឡាញ់បងដែរពួកយើងតស៊ូទៅមុខកុំបោះបង់គ្នាអីណាបងបាទអូនបងមិនចោលអូនទៅណាទេពេលនេះបងបានសុំអ្នកម៉ែឲ្យអូនទៅនៅផ្ទះធំជាមួយគ្នាហើយបងនឹងបាននៅក្បែរអូនជាងមុនបងនឹងមានពេលកាន់តែច្រើនដើម្បីមើលថែអូននិងកូនចាអូនអរគុណបងហើយដែលតែងតែខ្វល់ខ្វាយពីអូនបាទអូនលោកអ៊ំចាំមិនហើយតើបងសាក់ក៏ព្រមរៀបការដែរទេកូនសាក់គេព្រមឲ្យក្មួយហាប៉ិនមែនហើយលោកអ៊ំខ្ញុំមកពិតជាសម័យចិត្តណាស់ហើយណែអ៊ំទៅកុហកក្មួយធ្វើអីកល្យានអ៊ំមិនកុហកទេបានអញ្ចឹងរៀបការខែក្រោយនេះតែម្ដងតែលោកអ៊ំគិតយ៉ាងម៉េចដែរអូយមិនកើតទេក្មួយកល្យានគឺកូនសាក់គេសុំឲ្យនាងទេវីឆ្លងទន្លេរួចសិនទើបគេរៀបការអ៊ំមកពិតជាខឹងណាស់ខ្ញុំនឹងបងសាក់ជាអ្នករៀបការតាគ្មានពាក់ព័ន្ធអីជាមួយនាងទេវីនោះឯណាចាំបាច់អីត្រូវរងចាំឲ្យវាឆ្លងទន្លេរួចសិននោះលោកអ៊ំក៏មិនយល់ពីកូនសាក់ដែរអ៊ំគ្មានជំរឿសទេតែមានតែព្រមតាមកូនសាក់នឹងហើយព្រោះមិនអញ្ចឹងទេកូនសាក់គេមិនព្រមរៀបការជាមួយក្មួយឡើយអញ្ចឹងក្មួយទុកពេលឲ្យកូនសាក់បន្តិចទៅណាមិនយូរទេនាងនោះវាកើតកូនហើយតើពេលណានាងនោះវាកើតកូនទៅលោកអ៊ំឃើញវាពោះប៉ោងយូរហើយមិនព្រមកើតសោះកូនវានោះណាពិតជារឹងក្បាលមែនគួរឲ្យស្ដាយណាស់ដែលកាលនោះខ្ញុំមិនព្រមធាក់ទម្លាក់កូនវាចោលមិនគួរណាទុកឲ្យវារស់រានមានជីវិតដល់ឥឡូវទេដល់ពេលនេះទើបដឹងថាអាក្មេងក្នុងពោះនោះជាឧបសគ្គពិតជាគួរឲ្យខឹងមែនវាចិត្តគ្រប់ខែហើយក្មួយកល្យានក្មួយកុំបារម្ភអីឲ្យតែវាកើតកូនហើយពេលណាអ៊ំនឹងរៀបចំមង្គលការក្មួយនឹងកូនសាក់ភ្លាមតែម្ដងជឿអ៊ំទៅណាចាលោកអ៊ំដើម្បីបងសាក់ក្មួយចាំសិនក៏បានដែរល្អណាស់ក្មួយកល្យានក្លិនផ្កាពិតជាក្រអូបណាស់ហាត់ហើយមានអារម្មណ៍ស្រស់ស្រាយមែនទែនមែនហើយក្លិនផ្កាក្រអូបណាស់ប៉ុន្តែក្រអូបយ៉ាងណាក៏មិនអាចលុបក្លិនក្រដែលជាប់នឹងខ្លួនអ្នកនាងទេវីបានដែរប្រហែលជាអញ្ចឹងហើយអ្នកនាងកល្យានព្រោះមនុស្សដូចខ្ញុំនេះទោះជាទៅដល់ទីណាក៏មិនដែលភ្លេចកំណត់ខ្លួនឯងដែរខ្ញុំមកពីណាខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ខ្ញុំមិនដែលវង្វេងច្រឡំរបស់គេថាជារបស់ខ្លួនឯងដូចអ្នកនាងកល្យាននោះទេនេះនាងកំពុងតែជេរយើងឲ្យមែនទេហាខ្ញុំមិនបានជេរអ្នកនាងកល្យានទេខ្ញុំគ្រាន់តែដាស់សតិអ្នកនាងឲ្យអ្នកនាងបានភ្ញាក់រលឹកខ្លះព្រោះអ្នកនាងកំពុងតែយល់ច្រឡំថាប្តីអ្នកដទៃជាប្តីរបស់ខ្លួនឯងយើងមិនច្រឡំទេមិនយូរទេយើងនឹងរៀបការជាមួយបងសាក់ហើយពេលនោះយើងនឹងខ្លាចជាកូនប្រសាពេញមុខពេញមាត់មិនដូចនាងឯងទេមានឈ្មោះជាកូនប្រសាប៉ុន្តែជីវិតប្រៀបដូចជាទេសកលអញ្ចឹងតាមពិតទៅខ្ញុំពិតជាអាណិតអ្នកនាងណាស់ដែលខំប្រឹងប្រែងធ្វើរឿងអាក្រក់គ្រប់បែបយ៉ាងដើម្បីបានខ្លាចជាកូនប្រសាពេញមុខពេញមាត់នៅផ្ទះនេះប៉ុន្តែទោះជាយ៉ាងណាក៏អ្នកនាងកល្យាននៅតែមិនអាចយកឈ្នះបេះដូងបងសាក់បានដូចជាខ្ញុំដែរយើងមិនខ្វល់ទេសំខាន់ឲ្យតែយើងនឹងបងសាក់បានរៀបការជាមួយគ្នាយូរទៅបងសាក់គង់តែស្រឡាញ់យើងទេនាងក៏មានអំនួតពេករូបសម្បត្តិនិងឋានៈគ្រួសារអ្នកនាងល្អណាស់តែមិនគួរណាអ្នកនាងចង់បានប្តីរួមជាមួយខ្ញុំដែលជាអ្នកក្រតូចទាបអញ្ចឹងសោះណែនាងឈួតកុំមកយកយើងទៅប្រៀបធៀបជាមួយអ្នកឯងឲ្យសោះណាយើងខ្ពើមណាខ្ពើមរអាមធ្វើអីអ្នកនាងកល្យានបានអ្នកនាងគង់តែប្រើប្តីរួមជាមួយនឹងខ្ញុំដដែលណានាងនេះនាងអើយបានអ្នកនាងផ្ទះខ្ញុំនឹងផ្ទះវិញហើយនេះនាងឯងហ៊ានប្រហែលជាមួយយើងផងហ៎អត់ទេខ្ញុំគ្រាន់តែចង់ការពារខ្លួនតែប៉ុណ្ណោះខ្ញុំមិនទាន់ខ្សោយដូចមុនឲ្យអ្នកនាងជន់ឈ្លីបានទៀតទេបានអញ្ចឹងសាក់មើលទៅថាអ្នកណាជាអ្នកឈ្នះបានអញ្ចឹងក៏សាក់មើលទៅថាបងសាក់កាន់ជើងអ្នកណារវាងអ្នកនាងហើយនឹងខ្ញុំព្រោះខ្ញុំបេះផ្កាតែខ្ញុំទេតែអ្នកនាងទៅវិញទេដែលនៅសុកដែលមករករឿងខ្ញុំមុនចាំមើលណាយើងនឹងទៅប្រាប់លោកអ៊ំថានាងឯងជេរយើងចាំមើលណានាងឯងខ្លាំងដៃទៀតឬអត់
បើចង់ទៅប្តឹងអ្នកម៉ែក៏សុំអញ្ជើញនាងឈួតនាងឯងឈួតហើយអើយបើសុទ្ធតែស្អាតអញ្ចឹងតើខ្ញុំគួរពាក់មួយណាទៅណ